សូមគោរពជំរាបសួរទៅដល់ប្រិយមិត្តទាំងអស់គ្នាវិលមកជួបគ្នាសាជាថ្មីជាមួយសាយរឿងកំពូលនៃសិល្បៈក្បាច់គុនសាយរឿងភាគនេះផងដែរក៏បានចាប់ផ្ដើមឡើងត្រង់កន្លែងស្ដេចឆាងខុងដែលគឺជាមេតបសេនាប្រមុខរបស់គ្រូសាយ៉ានគេក៏បានមកអន់គោរពទៅដល់ម្ចាស់គ្រូសាយ៉ានពេលនោះផងដែរគេក៏បាននិយាយថាគេគឺសូមអភ័យទោសដោយសារតែគេគឺធ្វើការមិនបានល្អធ្វើឲ្យគាត់ក៏បានធាក់គេប៉ាំងឡើងទៀតប៉ាំងតែម្ដងរួចក៏បាននិយាយថាអាប្រមងបាយយើងគឺចិញ្ចឹមឯងឲ្យមានប្រយោជន៍ទៅសូម្បីតែមនុស្សស្រីម្នាក់ឯងក៏ចាំមិនបានធ្វើឲ្យពេលនោះគេក៏បាននិយាយថាមិនមែនខ្ញុំគឺអសមត្ថភាពនោះទេប៉ុន្តែអាលិតនេះនោះវាគឺពិតជាខ្លាំងក្លាពេកហើយធ្វើឲ្យពេលនោះផងដែរគេគឺពិបាកក្នុងការទទួលឲ្យដាក់ទោសមកកាន់គេចោលពេលនោះផងដែរគាត់គឺបាននិយាយផងដែរថាតើគេគឺមានប្រដៅដើមវេដែរឬក៏អត់ព្រោះគេក៏បាននិយាយថាគឺធ្វើឲ្យគាត់ក៏បានស្រែកកំហុកតើគឺអីទៅមិននិយាយមុខធ្វើឲ្យពេលនោះគេក៏បាននិយាយថាគេគឺបានផ្ដាំថាថ្ងៃស្អែកនេះគេនឹងមករកខុសត្រូវជូនគ្រូសាមូតែម្ដងធ្វើឲ្យពេលនោះផងដែរគេក៏បានជន់មួយជើងទាំងរួចក៏បាននិយាយថាអាលិតសក់ពើលឿងក៏បានមិនទាន់នឹងជ្រុះអាចបល័យផងបែរជាហ៊ានប្រហើនជាមួយនឹងគ្រូសាយ៉ានរបស់យើងពេលនោះផងដែរធ្វើឲ្យកូនប្រុសរបស់គេដែលគឺជាខានយ៉ានគេក៏បានសើយ៉ាងកាកាយរួចក៏បាននិយាយថាលោកឪពុកកុំបារម្ភអីបើសិនជាគេគឺមករកសេចក្តីស្លាប់ទៅហើយនោះគឺមានតែជួនតាមសំណើតែប៉ុណ្ណោះពេលនោះផងដែរយើងឃើញថារទេះសេះពេលដែលស៊ូប្រធានក៏បានធ្វើដំណើរចាក់ចេញមកដើម្បីធ្វើដំណើរទៅគ្រូសាមូគណៈពេលនោះផងដែរកញ្ញាម្យ៉ាងក៏បានសម្លឹងមើលដោយមានការអឹមអៀនពេលនោះនាងក៏បានឃើញជាមួយនឹងកញ្ញារ៉ានស៊ីឬក៏សានីហ្នឹងណាពេលនោះនាងឃើញជាមួយស៊ូប្រធានកំពុងតែសមាធិហើយក៏បានឆ្លៀតឱកាសទៅស៊ូជាមួយនឹងកញ្ញារ៉ានស៊ីតែម្ដងគណៈពេលដែលស៊ូប្រធានគាត់គឺកំពុងតែសមាធិនាងក៏បានឆ្លៀតស៊ូថាតើយប់មិញនេះនាងនឹងគាត់គឺបានធ្វើអ្វីខ្លះធ្វើឲ្យពេលនោះនាងគឺអឹមអៀនឡើងក្រហមពណ៌តែម្ដងរួចក៏បាននិយាយផងដែរថានាងហើយនឹងស៊ូប្រធាននោះគឺបានដេករក្សាកម្លៀតក្រេមួយនិងក្រេមួយទៀតមិនមែនដេកជាមួយនឹងគ្នាដោយដែលនាងគឺបានគិតណឡៃប៉ុន្តែថ្ពាល់វិញឡើងក្រហមទុំតែម្ដងខណៈពេលនោះគឺពិតជាអៀនខ្លាំងមែនទែនសូម្បីតែដៃក៏មិនសក់នោះដែរធ្វើឲ្យកញ្ញាម្យ៉ាងគឺបានសើយ៉ាងកាកាយរួចក៏បាននិយាយថាតាមមើលទៅអ្នកប្រុសស៊ូប្រធាននោះច្បាស់ជារលាកស៊ីជាមួយនឹងស្រីស្អាតហើយបានមិនហ៊ានដេកជាមួយធ្វើឲ្យពេលនោះផងដែរស៊ូធានក៏បានបើកភ្នែកភ្លាមពេលនោះផងដែរគាត់ក៏បានសម្លឹងមើលទៅកាន់កញ្ញាម្យ៉ាងនាងគឺបានឈប់និយាយរួចក៏កែទៅជាស្ថានភាពដូចជាមិនដឹងមិនឮព្រោះឯស៊ូធានក៏បានសម្លឹងទៅហើយពេលនោះរទេះសេះមួយនោះគឺបានចោះមកដល់ស៊ូប្រធានក៏បាននាំគ្នាដើរទៅតែម្ដងហើយមិនមែនមកតែមួយនោះទេគឺមកពីរទេះសេះមកទាំងជីតារបស់កញ្ញារ៉ានស៊ីជាមួយនឹងលោកមូដែលជាឪពុករបស់រ៉ានស៊ីពេលនោះផងដែរលោកតារបស់រ៉ានស៊ីគឺបាននិយាយឡើងថាជាច្រើនឆ្នាំមកហើយដែលគ្រូសាយ៉ានគឺបានធ្វើបាបក៏ដូចជាប្រមាថមើលងាយមកកាន់គ្រូសាមូរបស់គាត់ខ្លាំងណាស់ពេលនោះគាត់គឺបានប្រមូលធម៌ដើម្បីបំបែកនៅក្បួនមួយនេះប៉ុន្តែស៊ូប្រធានក៏បាននិយាយថាបញ្ឈប់ទៅនាំតែខាតកម្លាំងនោះទេគាត់ក៏បានដើរចូលទៅទោះបីជាគាត់គឺតាមខត់ទៅកាន់ស៊ូប្រធានយ៉ាងណាក៏ដោយស៊ូប្រធាននៅតែដើរទៅពេលនោះគាត់ក៏បានប្រាប់ថាក្បួននៃការបង្កើតមួយនេះវាមិនមែនជាក្បួនធម្មតានោះទេគឺជាក្បួនបិសាចពងខាំងចិត្តហើយក្បួនបិសាចពងខាំងចិត្តមួយនេះវាគឺគ្មានអ្វីអស្ចារ្យទេស៊ូធានក៏បានចូលទៅក្នុងសមុទ្រនៃផ្លូវចិត្តរបស់គាត់ធ្វើការបើកផ្នែករបស់គាត់ដើម្បីធ្វើការមើលអំពីក្បួនមួយនោះបន្ទាប់មកគាត់ក៏បានប្រមូលនៅធម្មពលធ្វើការវាបំបែកទៅចំក្បួនមួយនោះជាចំណុចខ្សោយបន្ទាប់មកយើងឃើញថាគាត់ក៏បានរួមបញ្ចូលនៅចំហាយធម្មពលដ៏អស្ចារ្យធ្វើការបាញ់ចូលទៅក្បួនមួយនោះក៏ត្រូវបានប្រែបែកក្រោយពីគាត់ក៏បានបើកផ្នែកឡើងសំពីនៃធម្មពលមួយនោះក៏បានផ្ទុះរំជួយដូចជា2 3ដងផងដែរជាមួយនឹងកម្លាំងនៃធម្មពលក្បួនមួយនោះគ្រាន់តែផ្ទុះគឺវាពិតជាមានអានុភាពផ្សាយភាដ៏ខ្លាំងក្លាធ្វើឲ្យពេលនោះសូម្បីតែលោកតារបស់សានស៊ីជាមួយនឹងរ៉ានស៊ីនាងគឺមានការជាបអើលមិននឹកស្មានថាស៊ូប្រធានឥឡូវគឺខ្លាំងក្លាដល់ថ្នាក់នេះនោះទេធ្វើឲ្យលោកតារបស់រ៉ានស៊ីចង់ដាច់ផ្ងាថយក្រោយគាត់ក៏បាននិយាយថាអប្អូនឯងមិនក៏អាចបំបែកបានយ៉ាងងាយស្រួលបែបនេះពេលនោះស៊ូប្រធានក៏បាននិយាយថាអញ្ជើញនៅអ្នកទាំងអស់គ្នាចូលទៅលេងនៅខាងក្នុងដែលស៊ូប្រធានគឺទុកនៅទីតាំងកន្លែងនេះប្រៀបដូចជាសម្រាមយ៉ាងចឹងគាត់គឺទៅក៏ទៅចង់មកក៏មកខណៈពេលនោះផងដែរគាត់ក៏បានដើរចូលទៅនៃគ្រូសាយ៉ានខណៈពេលដែលស៊ូប្រធានក៏បានឡើងមកដល់ផ្នែកខាងលើនៃត្រកូលគ្រូសាយ៉ាននេះដែលគឺជាទីធ្លាដ៏ធំមួយក៏មានសម្លេងមនុស្សម្នាក់ដែលបានដើរមករួចក៏បាននិយាយថាស៊ូប្រធានឯងមានទេដែលធ្វើបាបមកកាន់កូនចៅរបស់យើងមិននឹកស្មានថាឯងគឺមករកសេចក្តីស្លាប់ដល់ទីនេះនោះទេបន្ទាប់មកគេក៏បានផ្ទាត់នៅមួយដៃផាចេញនៅសត្វវិញ្ញាណដែលគឺជាតោភ្លើងអគ្គីដ៏អស្ចារ្យជាមួយនឹងសម្រៃរាជសីតោមួយនេះវាគឺពិតជាកាយសាហាវខ្លាំងមែនទែនធ្វើឲ្យរំជួយពីពេញទីតាំងកន្លែងនេះសម្រាប់ស៊ូប្រធានគឺជួដូចធម្មតាសូម្បីតែលោកតារបស់រ៉ានស៊ីក៏មានការភ័យអើលរួចក៏បានប្រាប់ទៅកាន់ស៊ូប្រធានថាគេគឺជាកូនប្រុសរបស់គ្រូសាយ៉ានដែលមានឈ្មោះថាខានយ៉ានផងដែរដែលកម្លាំងដំពុតរបស់គេគឺពិតជាអស្ចារ្យគេគឺស្ថិតនៅក្នុងលំបែប8ផ្កាយមួយឯណោះអានុភាពគឺពិតជាកាយសាសូមឲ្យស៊ូប្រធានប្រយ័ត្នបន្តិចទៅគេក៏បាននិយាយឆ្លើយចំអកទៅកាន់ស៊ូប្រធានថាបើសិនជាឯងគឺអូនក៏រំបាត់ជើងរបស់យើងនោះយើងនឹងទុកជីវិតឲ្យឯងហើយប្រគល់នៅកញ្ញារ៉ានស៊ីឲ្យខ្លាចទៅជាគូដណ្ដឹងនៅថ្ងៃអនាគតមួយនោះឲ្យមកកាន់យើងឥឡូវនេះបើមិនចឹងទេឯងនឹងស្លាប់ក្រោយពីគេនិយាយច្រើនពេកស៊ូធានក៏បានផ្ទាត់មួយផាច់តែម្ដងធ្វើឲ្យគេក៏បានប្រកាច់ចាក់ធ្វើឲ្យពេលនោះផងដែរសត្វចិញ្ចឹមរបស់គេដែលគឺជាតោរាជសីភ្លើងក៏បានហក់ចូលទៅស៊ូធានក៏បានជាជើងបន្តិចរួចក៏បានជានៅកណ្ដាប់ដៃមួយដៃទាំងធ្វើឲ្យមុខរបស់តោភ្លើងមួយនោះក៏បានឡើងប៉ែលមួយជំនាញឡើងទៀតប៉ាងប៉ុន្តែគេមិនឈប់នោះទេក៏បានក្រោកយ៉ាងត្រដាប់ត្រដួសទាំងមានការជឿចាប់បន្ទាប់មកក៏បានក្រវីក្បាលតិចរួចក៏ស្រែកឡើងនៅសម្រាប់តាមពុតចូលតែម្ដងទៀតក៏បានម៉ាត់ចូលតែម្ដងស៊ូធានគឺមិនទុកពេលនោះទេធ្វើការម៉ាត់យួរឡើងទៅលើអាកាសវាយទម្លាក់ចុះមកផ្នែកខាងក្រោមមួយដៃមួយជើងលបឿនគឺលឿនប្រៀបដូចជាអាមីយ៉ាងចឹងក្រោយពីអស់រយៈពេលជាង 45,000 ដៃឬក៏ថែមមួយជើងចុងក្រោយ
นี้กำลังในทางปัวระบอตอมนุษย์หลังหอยจุงได้หลังเจอโดยจีอันดาวเบอย่างจังบรรทบหมกได้สู่เทียนกบาลจอมกในกันพร้อมวิญญาณในสัตว์เต่าเพลิงมนุษย์ก็ตระบานโรลีได้คือเจียต่อกีโมนี้คือเมียนไว้อาจารย์ที่สู่เทียนคือบานอย่างย้ำแต่การกัญญารานซีทัวเนียงกบาลเยท่าสู่ไปเทียนไปนี้มันเมนเจียนเนี่ยได้กดกึศลบสกอปีมนุษย์กำลังในทางปัวมนนี่คือเหมือนครั้งปันแต่จูบเนี่ยแต่ประมาณใครคือบานตอนล่างในกำลังทำปัวเปย์ให้บรรทบมกมาจากในกรุสายานกบาลหมกดอลรุ่ยกบาลเยท่าอัลเอิดไอ้เมนเต้คือเจียสู่ไปเทียนกำลังในสมาร์ทเพียบบ่ไอ้ยังคือโยธากูซ้อมได้มันกูนาในขนมตระกูลในกรุสามูนุเต้เจ้าโจจมวยในกรุสายานเราบ่ยังมกเจียกาลอยังนังตกจีวัดอ่อยไอ้บาปุ่มโดยชนะเต้สู่ไปเทียนกดกบาลไอ้หลักติจิก็โดยเจียกาไอติจิเล่นมันสดับในสมเด็จบอกเกลัยกบาลเยท่าในเยจานเตียยังนังบ่มปลายกรุสายานในไงนี่ให้ทั่วเกกบาลคังคลังเต้นอาลัดสรานเจอมันจ้องพักสาปีในเมนเต้กบาลไปเจอในสนิทในทางปัวได้คือเจียกาก่อห้างในวิญญาณปัวเพลิงอากีเราบอกกอดให้วิญญาณปัวเพลิงนรัวแต่งปีกบ้าเวียเปิดเจมีนสมาร์ทเพียบหนึ่งกำลังทำปัวเป็นเจนบานแต่ดอกกำลังทำปัวไว้ผมไปไก่มวยเนาะให้จมูกอันเพียบปัวแต่งปีเนี่ยนี้สู่ไปเทียนกดกบาลเยท่าจ่องเล่นเพลิงจมูกกดพองเป็นกดกบาลเป็นเจนดัดเพลิงนรัวได้คือจิตสนัยเนี่ยดัดเพลิงปัวแต่งปีกบาลอ่อนกบากราบยบโดยคลายจมูกนั่งดัดเพลิงระบสู่ไปเทียนเนี่ยก็เนี่ยมีอันการเชื่อบากลางเต้นสู่เทียนกบาลกระเวียได้บันเทจอ่อยปลุกเมื่อจมูกนั่งดัดเพลิงกาชูทานสู้จมูกนั่งดัดเพลิงมันนี่คือไอ้บังเกาะนั่งดัดเพลิงนรัวระบกดด้วยกดคือชัวกลางมันเต้นมาจากกรุสายานนั่งนั่นไม่ก็กี่ไอ้บังเกาะบ้านสู่เทียนกบาลบ่เติมมุกมวยจมีนสมปีในทำโปสเตอร์ตายรมจุ้ยในตีนี้ตัวอ้อยเป็นอุปองได้ขางยานเกกบาลกลางรุยกบาลเยธาสู่ไปเทียนไอ้คือปัจเจกระเอิดกระตอมคลังหน้าจำมือลูกตาบ่เชิงเจงมุกไอ้คือมันรอนุเต้เป็นสู่เทียนกบาลเยธาจ่องอ้อยตาตูได้หมดเตี้ยก็มันอายตบตัวจมูกยังบานได้ที่ไอ้นี่คือเมียนหน้าคือไอ้เรียนเมียนชีวิตขนมกรุสายานไล่สมปีทำพวกเรียบโดยเจียนนุยเกลี่ยกบาลหอลังเตอขังเรือก้ากรอยปีบาดได้บ่สู่ไปเทียนคือบาลดะลังเตอขังเรือเมย์บนโต๊ะโมไซเรื่องกระตระบาลกัดสลายแต่ปนังสมออกก้นจุกเนี่ยในวิดีโอกรอยบรรทอติด